ស្រីបងប្អូនចឹងសម្រាប់ថ្ងៃនេះខ្ញុំមកបង្ហាញភ្ជាប់របៀបភ្ជាប់នាឡិកាដាក់ស៊ីមចឹងនាឡិកានេះយកទៅដល់បាក់ដើមទេសាកថ្មឲ្យពេញសិនចឹងសម្រាប់កម្មវិធីបងប្អូនវាយអក្សរនេះ M2 នេះមកនេះឈ្មោះកម្មវិធីវាសម្រាប់កម្មវិធីនៅពេលដែលបងប្អូនវាយគឺវាចេញពីកម្មវិធីអានេះគឺ version នេះគឺយើងអត់ download ទេអញ្ចឹងយើង download ដល់ version ដែលមានរូបមនុស្សដើរហាត់ប្រាណនេះណាចឹងយើងចូលកន្លែងហ្នឹងនេះកម្មវិធីរបស់វាអញ្ចឹងយើងធ្វើការ download មកអញ្ចឹងនៅពេលដែលយើងធ្វើការ download យើងរងចាំឲ្យវាពេញសិនមកអូខេអញ្ចឹងដល់ពេលពេញហើយបងប្អូនចូលទៅក្នុងកម្មវិធីហ្នឹងហើយបន្តមកចូលគឺវាចេញអញ្ចឹងបងប្អូនចុចតាមខ្ញុំចុច OK មកចុចអាក្រោមនេះតមកចុចកន្លែងនេះហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងទេបន្តមកចុចនៅកន្លែងនេះរងចាំរហូតដល់នាទីនេះឈប់ទៅយើងចុច confirm អញ្ចឹងយើងចុច confirm មកចុចកន្លែងនេះទៀតតមកចុចកន្លែងអក្សរខាងលើនេះហ្នឹងហើយអញ្ចឹងគឺនៅពេលដែលយើងចូលកម្មវិធីគឺមានតែប៉ុណ្្នឹងទេរបៀបភ្ជាប់ចូលនៅកន្លែង profile បន្ទាប់មកដល់នេះរៀងវែងសិនចាំតិចអញ្ចឹងបន្ទាប់ពីចូលកន្លែង profile ហើយបងប្អូនចូលនៅកន្លែងនេះ search device នេះមកជាស្រ័យចុចម្ដងទៀតចុចនៅកន្លែងពាក្យ search device នេះបន្ទាប់មកវានឹងស្វែងរក device នាឡិកាហ្នឹងហើយឈ្មោះនាឡិកាហ្នឹងហើយរងចាំអានេះដោយសារខ្ញុំមាននាឡិកាច្រើនអញ្ចឹងសម្រាប់ឈ្មោះនាឡិការបស់វាគឺ K10 Ultra ណាអញ្ចឹងគឺឈ្មោះនាឡិកាគឺ K10 Ultra ចុចពាក្យ K10 Ultra នេះមកបន្ទាប់មកវាសួរថាយើងចង់ភ្ជាប់អត់យើងចុច OK មកចុចកន្លែងនេះមកអញ្ចឹងរបៀបភ្ជាប់គឺមានតែប៉ុណ្្នឹងទេគឺភ្ជាប់ហើយអញ្ចឹងរបៀបភ្ជាប់គឺមានតែប៉ុណ្្នឹងទេ